មកទៀតហើយបងប្អូនថ្ងៃនេះប្រុសស្អាត SVI នៅកម្ពុជាយើងនឹងមករៀបរាប់ពីជីវិតប្រចាំថ្ងៃគ្មានស្អីអស្ចារ្យទេគឺធ្វើការហើយចេញពីធ្វើការក៏មកបន្ទប់ដេកចេញពីបន្ទប់ដេកក៏ទៅធ្វើការវិញហើយក៏វេទនារាល់ថ្ងៃណាបានហូបស្អែតក៏ស្អែតថ្ងៃណាហូបមិនស្អែតក៏មិនស្អែតថ្ងៃណាខ្លះក៏ត្រូវមាត់បោះមេស្ដីតិចតួចចឹងទៅក៏អន់សប៉ុនចិត្តហើយកន្លែងនេះគឺជាទីធ្លាដែលចេញពីមុខតំបន់ដើម្បីធ្វើដំណើរត្រឡប់ទៅបន្ទប់ជួលរបស់យើងហ្នឹងឃើញណាផ្សារនៅតាមផ្លូវយើងគឺមនុស្សច្រើនមែនទែនអានេះពេលថ្ងៃងាយណាបើមិនណាពេលព្រឹកវិញខ្ញុំប្រាប់ទៅកន្លែងនេះស្ទះមិនដែលជិះម៉ូតូកើតទេខ្ញុំតែវៀងទៅផ្លូវក្រោយរហូតហើយបន្ទាប់ពីមកដល់បន្ទប់ក៏មុននឹងងូតទឹកក៏បញ្ចេញញើសបន្តិចដើម្បីឲ្យរាងកាយវាមានកម្លាំងមានកំហែងអញ្ចឹងព្រោះអីមករយៈក្រោយនេះឃើញថាជាតិអាស៊ីតឡើងពេលហូបសាច់ច្រើនតិចទៅយើងឈឺតាមស្លាក់តាមឆ្អឹងតាមឆ្អែងអញ្ចឹងទៅក៏បញ្ចេញញើសបញ្ចេញអីបន្តិចឲ្យវាធូរអញ្ចឹងទៅងើបពីដេកមកវាស្លាស់តែដល់ពេលបញ្ចេញញើសហ្នឹងកុំភ្លេចពេលងូតទឹកហើយញ៉ាំបាយហើយកេងអូយដាក់ដល់ភ្លឹងលក់ស្រួលខ្លាំងមែនទែនតែពេលងើបមកវិញងើបអត់ចង់រួចទេតិចចូលធ្វើការម៉ោង8ហើយងើបម៉ោង6កន្លះហ្នឹងងើបស្រួលអត់ទេណាងើបមកអូទៅព្រីព្រោះមកចុះពុកមកហ្នឹងអូយវេទនាណាបង